ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រសេចក្តីអំពាវនាវយើងខ្ញុំទាំងអស់គ្នាជាគណៈកម្មការគ្រប់គ្រងសាលារៀននាយករងបុគ្គលិកសិក្សានិងសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនអង្គមេត្រីស្រុកសំរោងទងខេត្តកំពង់ស្ពឺមានកិត្តិយសសូមគោរពនិងសូមអំពាវនាវព្រះដេចគុណអាយដាមលោកជំទាវលោកអុកញ៉ាលោកស្រីអាជីវករពាណិជ្ជករសប្បុរសជនមេដាបៃតាឬអាណាព្យាបាលសិស្សនិងបងប្អូនក្មួយជាអតីតសិស្សទាំងអស់មេត្តាចូលរួមជួយឧបត្ថម្ភជាថវិកាឬសម្ភារៈតាមកម្លាំងសទ្ធាជ្រះថ្លាដើម្បីចូលរួមចំណែកកសាងសួនច្បារជាមួយយើងខ្ញុំនៅខាងមុខដងទង់ជាតិសួននោះមានបណ្ដោយប្រវែង48ម៉ែត្រនិងមានទទឹងប្រវែង11ម៉ែត្រមានកម្ពស់ 0.25 ម៉ែត្រពេលនេះយើងបានរៀបចំឥដ្ឋការ៉ូឡារួចបានត្រឹមចំនួន200ម៉ែត្រការ៉េតែនៅខ្វះចំនួន328ម៉ែត្រការ៉េទៀតទើបបានរួចរាល់សូមបញ្ជាក់ថាឥដ្ឋការ៉ូឡា1ម៉ែត្រការ៉េមានតម្លៃ$4ក្នុងអំឡុងពេលនេះការកសាងកំពុងតែដំណើរការរាល់ថ្ងៃនៅវិទ្យាល័យហ៊ុនសែនអង្គមេត្រីសម្រាប់ប្រយោជន៍ក្នុងសង្គមទុកជាមរតកដល់កូនចៅជំនាន់ក្រោយនិងជាសមិទ្ធផលរបស់សាលារៀនយើងសម្រាប់ជាកន្លែងហាត់ប្រាណឬលំហែអារម្មណ៍អាស្រ័យហេតុនេះយើងខ្ញុំទាំងអស់គ្នាសូមដាក់ក្តីសង្ឃឹមយ៉ាងមុខមាន់ទុកជាមុនទឹកចិត្តដ៏សប្បុរសពីសំណាក់ព្រះដេចគុណអាយដាមលោកជំទាវលោកអុកញ៉ាលោកស្រីអាជីវករពាណិជ្ជករសប្បុរសជនមេដាបៃតាឬអាណាព្យាបាលនិងអតីតសិស្សក្នុងការចូលរួមចំណែកជាការកសាងសមិទ្ធផលខាងលើដើម្បីអនាគតកូនចៅយើងទាំងអស់គ្នាទុកជាប្រយោជន៍រួមនិងសូមសម្ដែងនៅសេចក្តីអំណរគុណហើយសូមអនុមោទនាយកមគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនសូមប្រសិទ្ធពរសេរីមង្គលវិបុលសុខប្រគេនព្រះដេចគុណគ្រប់ព្រះអង្គអាយដាមលោកជំទាវលោកអុកញ៉ាលោកស្រីអាជីវករពាណិជ្ជករសប្បុរសជនមេដាបៃតាឬអាណាព្យាបាលសិស្សនិងអតីតសិស្សទាំងអស់សូមទទួលបាននៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈនិងសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមអរព្រះគុណនិងអរគុណ